ជំរាបសួរបងប្អូនទាំងអស់គ្នាចាតើផ្ទះបងប្អូនណាខ្លះដូចផ្ទះនាងខ្ញុំគឺឃើញថាស្លម្ជូរគឺញឹកញាប់ខ្លាំងមែនទែនណាមួយសប្តាហ៍អាចស្ល4ទៅ5ថ្ងៃទៅហើយសម្រាប់ស្លម្ជូរគឺបាយបានមែនទែនបងប្អូនគឺជូរប្រៃញិចម្ទេសហឹលហ្នឹងគឺយើងញ៉ាំទៅគឺជ្រះមាត់មែនទែនចាកាលពីនៅក្មេងហ្នឹងគឺមិនសូវជាចូលចិត្តស្លម្ជូរទេបងប្អូនភាគច្រើនហ្នឹងគឺចូលចិត្តម្ហូបគោកឬក៏ប្រភេទជាឆាប៉ុន្តែនៅពេលដែលអាយុយើងរៀងច្រើនបន្តិចហ្នឹងគឺយើងបែរជាចូលចិត្តទៅលើប្រភេទម្ហូបគោកឬក៏ម្ហូបជាប្រភេទរបស់ផ្អាប់ឬក៏ម្ហូបជូរប្រៃបែបនេះគឺញ៉ាំទៅគឺញ៉ាំបាយបានចាហើយសម្លម្ជូរនាងខ្ញុំគឺនាងខ្ញុំឆ្លាស់គ្នាទៅតាមប្រភេទបន្លែហើយសម្រាប់ថ្ងៃនេះគឺនាងខ្ញុំចង់ញ៉ាំជាមួយនឹងសម្លម្ជូរខ្នុរហើយម្ជូរខ្នុរនេះជាសម្លដែលនាងខ្ញុំចូលចិត្តខ្លាំងមែនទែនហើយនាងខ្ញុំមិនសូវជាចូលចិត្តត្រីស្រស់ទេបងប្អូនអញ្ចឹងគឺសម្លម្ជូរខ្នុររបស់នាងខ្ញុំថ្ងៃនេះគឺនាងខ្ញុំអត់ដាក់ជាមួយនឹងត្រីស្រស់ទេគឺដាក់តែចាសាច់ជ្រូកហើយជាមួយនឹងស្បែកជ្រូកប៉ុណ្ណោះប៉ុន្តែបើសិនជាបងប្អូនដែលចូលចិត្តញ៉ាំត្រីបងប្អូនអាចបន្ថែមសាច់ត្រីទៀតគឺអាចធ្វើឲ្យសម្លរបស់យើងនេះគឺកាន់តែមានជាតិថែមទៀតសម្រាប់ខ្នុរវិញគឺនេះខ្ញុំអត់ត្រាំទឹកចោលដោយបន្លែផ្សេងទេបងប្អូនកាលណាយើងត្រាំទុកចោលយូរខ្នុរនឹងយើងយកទៅស្លទៅគឺវារឹងគឺវាអត់ផុយទេបងប្អូនអញ្ចឹងសម្រាប់វិធីសាស្ត្រនាងខ្ញុំនេះគឺនៅពេលដែលយើងស្លគឺយើងលាងខ្នុរលាងភ្លាមសម្រោះទឹកភ្លាមយកតែម្ដងគឺអត់ត្រាំទុកនោះទេចាលាងបន្លែសម្រស់ហើយនេះខ្ញុំចាប់ផ្ដើមស្លតែម្ដងអញ្ចឹងស្លគឺដូចតែស្លម្ជូរគ្រឿងម្ជូរយ៉ាងធម្មតាហ្នឹងបងប្អូនគឺនេះខ្ញុំដាក់ឆ្នាំងចាឲ្យបានក្តៅបន្តិចមកហើយនេះខ្ញុំបើកជាមួយនឹងភ្លើងតិចហើយដាក់ខ្លាញ់ឲ្យក្តៅហើយនេះខ្ញុំក៏បានចាក់គ្រឿងបុកចូលអញ្ចឹងគ្រឿងបុកបងប្អូនអាចបន្ថែមជាមួយនឹងស្លឹកក្រូចសើចអាចជួយឲ្យសម្លខ្នុររបស់យើងនេះគឺកាន់តែឈ្ងុយតែម្ដងហើយវិធីនៅក្នុងការកកូរគ្រឿងរបស់នាងខ្ញុំនេះគឺនាងខ្ញុំបើកភ្លើងតិចហើយកូរចាគ្រឿងនឹងយូរបន្តិចដែរឲ្យគ្រឿងនឹងឡើងក្លិនឈ្ងុយបន្តិចសិនបន្ទាប់ពីគ្រឿងឈ្ងុយហើយនេះខ្ញុំបន្ថែមចាប្រហុកចូលហើយប្រហុកនេះក៏នេះខ្ញុំចាលីងរហូតដល់តែប្រហុកនឹងបែកសាច់ចូលគ្នាហើយនឹងជះក្លិនឈ្ងុយមែនទែនហើយចំពោះភ្លើងគឺនេះខ្ញុំប្រើភ្លើងតិចដដែលកាលណាយើងប្រើភ្លើងខ្លាំងធ្វើឲ្យគ្រឿងរបស់យើងនេះខ្លោចហើយកាលណាខ្លោចគឺគ្រឿងនឹងអត់ទាន់ឈ្ងុយល្អទេហើយគឺយើងសុខចិត្តកកូរចាជាមួយនឹងភ្លើងតិចយើងចំណាយពេលយូរបន្តិចក៏តែគឺគ្រឿងរបស់យើងឈ្ងុយហើយកាលណាគ្រឿងឈ្ងុយហើយសម្លរបស់យើងក៏ឆ្ងាញ់ដែរបងប្អូនចាហើយនេះខ្ញុំដាក់ទឹកត្រីបន្តិចគឺជួយឲ្យគ្រឿងរបស់យើងកាន់តែឈ្ងុយជាងមុនហើយនេះខ្ញុំក៏ចាក់ជាមួយនឹងសាច់ជ្រូកគឺនេះខ្ញុំប្រើជាមួយនឹងសាច់ជ្រូក3ជាន់កាលណាប្រើសាច់សុទ្ធពេកក៏សម្លមិនសូវជាឆ្ងាញ់ដែរតើតែមានខ្លាញ់តិចបែបនេះទើបឆ្ងាញ់ហើយបើសិនជាបានដាក់ជាមួយនឹងឆ្អឹងជំនីជ្រូកទៀតគឺកាន់តែធ្វើឲ្យសម្លរបស់យើងមានជាតិហើយត្រង់កន្លែងនេះបើសិនជាបងប្អូនដាក់ជាមួយនឹងសាច់ត្រីបងប្អូនអាចចាក់ត្រីកកូរជាមួយនឹងសាច់ជ្រូកចាឲ្យត្រីរបស់យើងរឹងសាច់សិនហើយដួសត្រីចេញប៉ុន្តែនេះខ្ញុំអត់បានដាក់ត្រីទេគឺនេះខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកចូលគឺនេះខ្ញុំទៅការរំងាស់សាច់ជ្រូកនឹងចារៀងយូរបន្តិចដែរតម្រាំតែសាច់ជ្រូករបស់នេះខ្ញុំឆ្អិនហើយគឺវាចេញជាតិសម្លនឹងបានល្អហើយឆ្ងាញ់ទៀតចារំងាស់សាច់ជ្រូករៀងយូរបន្តិចហើយនេះខ្ញុំបន្ថែមគ្រឿងផ្សំតែម្ដងគឺនេះខ្ញុំដាក់ជាមួយនឹងស្ករសចាអំបិលម្សៅស៊ុបហើយចំពោះសម្លខ្នុរហ្នឹងគឺគេយករសជាតិរៀងផ្អែមបន្តិចបងប្អូនប៉ុន្តែគឺតាមចំណូលចិត្តបងប្អូនទេបើបងប្អូនអត់ចូលចិត្តផ្អែមគឺអាចដាក់តាមចំណូលចិត្តបានបន្ទាប់ពីរំងាស់ចាសាច់របស់យើងនេះគឺចេញជាតិបានល្អហើយគឺនេះខ្ញុំដាក់ជាមួយនឹងខ្នុរឬក៏ខ្នុរនឹងចូលហើយធ្វើការកកូរចាខ្នុររបស់យើងហ្នឹងឲ្យវាចូលជាតិជាមួយនឹងគ្រឿងឲ្យទន់បានល្អសិន
បន្ទាប់ពីខ្នោរបស់យើងចាដែលយើងកកហ្នឹងគឺវារាងទន់បន្តិចហើយខ្ញុំក៏បានចាក់ទឹកធម្មតាចូលចាដើម្បីធ្វើការរំងាស់ខ្នោរបស់យើងហ្នឹងគឺឲ្យវាបានផុយល្អចាហើយជាចុងក្រោយនេះគឺខ្ញុំដាក់ជាមួយនឹងចាទឹកអំពិលទុំចូលហើយបងប្អូនអាចភ្លក់មើលបើមិនជាជូរប្រៃល្មមហើយហ្នឹងគឺបងតាមម្រះព្រៅគឺសម្លរបស់យើងរួចជាការស្រេចតែម្ដងចានឹងខ្ញុំភ្លក់រសជាតិគឺល្មមហើយគឺនឹងខ្ញុំបង់ជាមួយនឹងម្រះព្រៅគឺរួចរាល់តែម្ដងហើយសម្លម្ជូរខ្នុរនេះគឺរសជាតិជូរប្រៃផ្អែមហើយយើងញ៉ាំនៅពេលក្តៅញ៉ាំជាមួយនឹងម្ទេសហិលគឺត្រូវគ្នាខ្លាំងមែនទែនគឺឆ្ងាញ់ណាស់បងប្អូនគ្នាឃើញចាសម្រាប់សម្លម្ជូរខ្នោនេះគឺចំណាយលុយតិចហើយគឺយើងបានចាសម្លដល់ទៅមួយឆ្នាំងហើយសំខាន់គឺរសជាតិឆ្ងាញ់ទៀតហើយទូរស័ព្ទនេះចេះប្រើទេចាបងប្អូនកុំភ្លេចធ្វើសម្លម្ជូរខ្នុរញ៉ាំទាំងអស់គ្នាហើយបើសិនជាបងប្អូនពេញចិត្តនឹងការចែករំលែកវីដេអូធ្វើម្ហូបទាំងអស់របស់នាងខ្ញុំបងប្អូនអាចជួយចុច like share ឬក៏ subscribe ដើម្បីទទួលបានវីដេអូនៃការធ្វើម្ហូបថ្មីមុនគេហើយនាងខ្ញុំក៏សូមអរគុណសម្រាប់ការចំណាយពេលវេលាតាមដានវីដេអូរបស់នាងខ្ញុំជូនពរបងប្អូនទាំងអស់គ្នាចាសុខភាពល្អនិងសំណាងល្អទាំងអស់គ្នាផងដែរចាអរគុណ